តើសង្គ្រាមត្រជាក់បានបន្តកំណត់ពិភពលោកបច្ចុប្បន្នយ៉ាងដូចម្តេចខ្លះបន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់សង្គ្រាមត្រជាក់បានចាប់ផ្ដើមឡើងរវាងមហាអំណាចពីរគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀតសង្គ្រាមនេះបានបង្កើតឲ្យមានជាប្លុកពីរគឺប្លុកខាងកើតដែលមានសហភាពសូវៀតនិងសម្ព័ន្ធមិត្តនិងប្លុកខាងលិចដែលមានសហរដ្ឋអាមេរិកសមាជិក NATO និងប្រទេសមួយចំនួនទៀតសង្គ្រាមត្រជាក់ជាសង្គ្រាមនៃការប្រកួតប្រជែងផ្នែកមនោគមវិជ្ជាសេដ្ឋកិច្ចនយោបាយសពាវុធរួមទាំងអាវុធនុយក្លេអ៊ែរព្រមទាំងឈានដល់ការប្រកួតប្រជែងនៅទីអវកាសថែមទៀតផងនៅឆ្នាំ1989ដល់ឆ្នាំ1991ជញ្ជាំងក្រុងបេឡាំងត្រូវបានដួលរលំស្របពេលដែលបណ្ដាប្រទេសអឺរ៉ុបខាងកើតមួយចំនួនចាប់ផ្ដើមធ្វើបដិវត្តន៍ផ្ដាច់ខ្លួនចេញពីសហភាពសូវៀតគប់សំនឹងអស្ថិរភាពសេដ្ឋកិច្ចរបស់សហភាពសូវៀតដែលបានធ្វើការចំណាយច្រើនលើសលប់ទៅលើសម្ព័ន្ធមិត្តជាបច្ច័យនាំទៅរកការដួលរលំរបស់សហភាពសូវៀតជាលទ្ធផលការបញ្ចប់ទៅនៃសង្គ្រាមត្រជាក់បានផ្ដល់ទាំងផលវិជ្ជមាននិងអវិជ្ជមានដែលអាចជះឥទ្ធិពលដល់ពិភពលោកទាំងមូលដោយខាងក្រោមការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្នប្រទេសនីមួយៗបានខិតខំនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យារៀងខ្លួនតួយ៉ាងនៅក្នុងឆ្នាំ1957សហភាពសូវៀតបានជោគជ័យនៅក្នុងការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនដែលមានឈ្មោះថា Sputnik ទៅកាន់ទីអវកាសហើយភាពជោគជ័យនេះបានដាក់សម្ពាធឲ្យសហរដ្ឋអាមេរិកបានខិតខំអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនហើយនៅឆ្នាំ1958សហរដ្ឋអាមេរិកបានជោគជ័យនៅក្នុងការបង្ហោះផ្កាយរណបរបស់ខ្លួនផងដែរក្រៅពីការប្រកួតប្រជែងលើទីអវកាសនេះតួយ៉ាងការប្រកួតប្រជែងជាច្រើនដូចជាប្រព័ន្ធកុំព្យូទ័រផ្កាយរណបក្នុងការស៊ើបយកកាយជាដើមជាលទ្ធផលការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានេះបច្ចុប្បន្នប្រទេសមហាអំណាចដូចជាចិនសហរដ្ឋអាមេរិកជប៉ុននិងអឺរ៉ុបជាដើមបានចំណាយថវិកាជាច្រើននៅក្នុងការផលិតនូវឧបករណ៍បច្ចេកវិទ្យាដូចជាទូរស័ព្ទដៃគ្រឿងអេឡិចត្រូនិករថយន្តគ្មានមនុស្សបើកប្រព័ន្ធអ៊ីនធឺណិតបញ្ញាសិប្បនិម្មិតនិងការបង្ហោះផ្កាយរណបលើអវកាសជាដើមដែលវាមានសារៈសំខាន់ណាស់នៅក្នុងជីវិតមនុស្សបច្ចុប្បន្នស្ថាប័នអន្តរជាតិសំខាន់ៗស្ថាប័នអន្តរជាតិមួយចំនួនបានចាប់បដិសន្ធិឡើងនៅអំឡុងពេលដែលសង្គ្រាមត្រជាក់ដោយឃើញស្ថានភាពបែកបាក់គ្នារបស់ប្រជាជាតិនិងការស្វែងរកសម្ព័ន្ធភាពនៃរដ្ឋសម្ព័ន្ធមិត្តនៅក្នុងឆ្នាំ1949អង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងដែលហៅថា NATO ត្រូវបានបង្កើតឡើងនិងចុះហត្ថលេខាដោយសហរដ្ឋអាមេរិកនិង11ប្រទេសផ្សេងទៀតនៅក្នុងគោលបំណងដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់សហភាពសូវៀតការហាមឃាត់ការងើបឡើងវិញនៃរបបយោធានិយមអឺរ៉ុបនិងការលើកទឹកចិត្តនៃការធ្វើសមាហរណកម្មនយោបាយនៅអឺរ៉ុបដោយគ្នានេះដែរចាប់តាំងពីសង្គ្រាមលោកលើកទី2មកតំបន់អាស៊ានក្លាយជាទីកន្លែងប្រកួតប្រជែងគ្នារវាងមហាអំណាចទាំងពីររវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបន្ទាប់ពីតំបន់អឺរ៉ុបហេតុនេះដើម្បីស្ថិរភាពនៅក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានត្រូវបានបង្កើតឡើងមាន5ប្រទេសរួមមានសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងហ្វីលីពីននៅក្នុងឆ្នាំ1967ដែលបច្ចុប្បន្នសមាគមនេះមានសមាជិកជាង10ប្រទេសការប្រកួតប្រជែងសពាវុធចាប់តាំងពីសម័យសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ននេះការផលិតសពាវុធជាពិសេសអាវុធនុយក្លេអ៊ែរបានក្លាយជាចំណុចចាប់ផ្ដើមនៃការប្រកួតប្រជែងសពាវុធប៉ុន្តែការផលិតអាវុធនុយក្លេអ៊ែរនេះបានធ្វើឲ្យមានហានិភ័យកើតឡើងនៅក្នុងការគ្រប់គ្រងនិងការប្រើប្រាស់មិនត្រឹមត្រូវក្នុងចន្លោះថែមទៀតផងនៅក្នុងឆ្នាំ1949សហភាពសូវៀតបានជោគជ័យនៅក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរដែលធ្វើឲ្យសហរដ្ឋអាមេរិកលែងជាមហាអំណាចនុយក្លេអ៊ែរតែម្នាក់ឯងនៅលើពិភពលោកទៀតហើយហេតុនេះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានជំរុញបន្ថែមលើការអភិវឌ្ឍសពាវុធនិងសាកល្បងអាវុធជាច្រើនដែលនាំទៅរកការរីកចម្រើននៅផ្នែកសពាវុធយ៉ាងសម្បើមហើយបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះដោយសារសង្គ្រាមត្រជាក់នេះហើយទើបបច្ចុប្បន្នប្រទេសមួយចំនួនចាប់ផ្ដើមផលិតសពាវុធដែលមានប្រសិទ្ធភាពខ្លាំងនិងកាន់តែទំនើបតួយ៉ាងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានិងសពាវុធដូចជាមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយមីស៊ីលលឿនជាងសំឡេងនិងអាវុធទំនើបជាច្រើនទៀតសប្តាហ៍ថ្ងៃសហរដ្ឋអាមេរិកនិងរុស្ស៊ីបានចំណាយថវិកាជាតិរបស់ខ្លួនក្នុងវិស័យការពារជាតិរបស់ខ្លួនដែលការចំណាយនេះរួមមានទាំងការចំណាយទៅលើកងទ័ពការប្រតិបត្តិការសឹកសពាវុធហេដ្ឋារចនាសម្ព័ន្ធយោធាជាដើមសង្គ្រាមស៊ីវិលចំនួនរបស់មហាអំណាចទាំងពីរនេះបានធ្វើឲ្យប្រទេសមួយចំនួនធ្លាក់ចូលនៅក្នុងសង្គ្រាមស៊ីវិលជាក់ស្ដែងសង្គ្រាមនៅឧបទ្វីបកូរ៉េសង្គ្រាមវៀតណាមដែលមានវៀតណាមខាងជើងដឹកនាំដោយកុម្មុយនីសនិងវៀតណាមខាងត្បូងដែលដឹកនាំដោយសហរដ្ឋអាមេរិកសង្គ្រាមនៅគូបានិងសង្គ្រាមនៅប្រទេសឈីលីជាដើម
ជាផលវិបាកសង្គ្រាមបានធ្វើឲ្យជនស៊ីវិលរាប់លាននាក់ត្រូវបាត់បង់ជីវិតនិងប្រទេសទាំងមូលត្រូវខូចខាតហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងប៉ុន្តែប៉ុណ្ណោះមនោគមវិជ្ជានៃប្រទេសមហាអំណាចទាំងពីរនេះបានបណ្ដោះឲ្យប្រជាជននៅក្នុងប្រទេសនីមួយៗនៅមនោគមវិជ្ជាចង់គំនុំនិងស្អប់គ្នាទៅវិញទៅមករហូតដល់ឈានដល់ការកាប់សម្លាប់គ្នាឯងជាក់ស្ដែងប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលដែលធ្វើឲ្យមនុស្សស្លាប់រាប់លាននាក់នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី18មេសាឆ្នាំ1970ទម្លាក់សម្ដេចនរោត្តមសីហនុនិងបង្កើតរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសេនាប្រមុខលន់ នល់និងព្រះអង្គម្ចាស់សិរីមតៈក្រោមការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិកសង្គ្រាមស៊ីវិលចាប់ផ្ដើមផ្ទុះឡើងដោយម្ខាងជារដ្ឋាភិបាលថ្មីនៃសាធារណរដ្ឋខ្មែរនិងម្ខាងទៀតជារណសិរ្សរួបរวมជាតិកម្ពុជាដែលបង្កើតឡើងដោយការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុងាកទៅឧបទ្វីបកូរ៉េវិញបច្ចុប្បន្នចំនួនរវាងកូរ៉េទាំងពីរនៅមិនទាន់ជាសះស្បើយនៅឡើយនោះទេដែលជានិច្ចកាលកូរ៉េខាងជើងត្រូវបានសាកល្បងមីស៊ីលនិងសម្ពាធវុធថ្មីៗរបស់ខ្លួនដើម្បីគំរាមកំហែងកូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តចំណែកឯប្រទេសកូរ៉េខាងត្បូងវិញប្រជាជនមួយចំនួនបានខិតខំឃោសនាដល់ប្រទេសកូរ៉េខាងជើងឲ្យងើបឡើងបះបោរនឹងរដ្ឋអំណាចផ្ដាច់ការរបស់ខ្លួនជារួមសង្គ្រាមត្រជាក់បានធ្វើឲ្យប្រជាជាតិទាំងមូលរងការឈឺចាប់និងការបន្សល់ស្លាកស្នាមព្រមទាំងការបែកបាក់រហូតមកដល់បច្ចុប្បន្នសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតជាប្រចាំថ្ងៃសូមអរគុណសូមជម្រាបលា